ស្ដីប្រិយមិត្តទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុង channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំមានរឿងនិទានមួយយកមកចែកជូនបងប្អូនស្ដាប់កម្សាន្តអារម្មណ៍រឿងនេះជាស្នាដៃនិពន្ធបែបច្នៃប្រឌិតដែលបង្កើតឡើងសម្រាប់ការកម្សាន្តតែប៉ុណ្ណោះមិនមែនជារឿងពិតឬមានបំណងបញ្ជាក់ថាបានកើតឡើងពិតប្រាកដនោះទេប្រសិនបើបងប្អូនចូលចិត្តការនិទានបែបអាថ៌កំបាំងនិងរឿងខ្មោចនិងរឿងព្រេងនិទានផ្សេងសូមកុំភ្លេចចុច like subscriber និងបើកកណ្ដឹងម្នាក់មួយផងដើម្បីកុំឲ្យខកខានវីដេអូថ្មីដែលខ្ញុំនឹងបង្ហោះជាបន្តបន្ទាប់បាទរួចរាល់ហើយសូមបងប្អូនទាំងអស់គ្នាចូលទៅស្ដាប់រឿងដែលមានចំណងជើងថាឲ្យខ្ញុំសុំទៅផងនៅភូមិតូចមួយមានបុរសវ័យក្មេងម្នាក់ឈ្មោះវិសាលដែលមានមុខរបរជាអ្នកបើកម៉ូតូដឹកអីវ៉ាន់រៀងរាល់យប់គាត់តែងតែធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានដើមគគីធំចាស់ស្ងាត់ជ្រងំអ្នកភូមិគ្រប់គ្នាតែងតែប្រាប់ថាកុំឈប់នៅទីនោះបើឮអ្នកណាហៅក៏កុំឆ្លើយយប់មួយពេលនាឡិកាឈានដល់ម៉ោង12 អធ្រាត្រវិសាបានឮសំឡេងស្ត្រីយំខ្សឹបឲ្យខ្ញុំសុំទៅផងឲ្យខ្ញុំសុំទៅផងគាត់ឈប់ម៉ូតូហើយងាកមើលជុំវិញប៉ុន្តែមិនឃើញអ្នកណាម្នាក់ទេសំឡេងនោះនៅតែបន្លឺឡើងម្ដងហើយម្ដងទៀតទាំងស្រទន់ទាំងគួរឲ្យព្រឺសម្បុរវិសាលប្រមូលកម្លាំងចិត្តសួរថាអ្នកណាចង់សុំអ្វីពីខ្ញុំភ្លាមនោះស្ត្រីម្នាក់ស្លៀកពាក់សបន្តិចបានលេចចេញពីក្រោយដើមគគីសក់វែងគ្របមុខហើយសំឡេងញៀងញ័រថាខ្ញុំមិនសុំជីវិតអ្នកទេខ្ញុំគ្រាន់តែសូមឲ្យអ្នកជួយប្រាប់កូនខ្ញុំថាម្ដាយគេមិនបានបោះបង់គេចោលទេវិសាលចាប់ដើមភ័យប៉ុន្តែពេលឃើញទឹកភ្នែកហូរចេញពីក្រោមសក់របស់នាងក៏គាត់អាណិតហើយសម្រេចចិត្តស្ដាប់រឿងរបស់នាងវិសាលឈរស្ងៀមមើលស្ត្រីអាថ៌កំបាំងនោះដោយបេះដូងលូតញាប់និងរៀងភ័យបន្តិចដែរព្រោះនៅពេលយប់ស្ងាត់បែបនេះមិនមែនមានមនុស្សឯណាមកឈរនៅទីនេះទេនាងនិយាយទាំងសំឡេងស្រទន់ថាកាលពី10 ឆ្នាំមុនខ្ញុំបានជួបគ្រោះថ្នាក់ស្លាប់នៅក្បែរដើមគគីនេះមុនស្លាប់ខ្ញុំមានកូនប្រុសម្នាក់ខ្ញុំមិនទាន់បានលាគាត់មិនទាន់ប្រាប់ថាម្ដាយស្រឡាញ់កូនប៉ុណ្ណាទេកូនរបស់ខ្ញុំនៅតូចប៉ុណ្ណោះត្រឹមតែអាយុ2 ឆ្នាំប៉ុណ្ណោះខ្យល់ត្រជាក់បានបក់កាត់ធ្វើឲ្យស្លឹកគគីរស់រវើកវិសាលមានអារម្មណ៍ព្រឺសម្បុរប៉ុន្តែគាត់នៅតែស្ដាប់នាងបន្តថាអ្នកភូមិគិតថានាងរត់ចោលកូនតែការពិតខ្ញុំបានស្លាប់នៅទីនេះព្រលឹងខ្ញុំមិនអាចទៅណាបានទេព្រោះខ្ញុំនៅមានបំណងមួយមិនទាន់បានសម្រេចវិសាលសួរថាបើខ្ញុំជួយអ្នកតើអ្នកនឹងឈប់លេចមកលងអ្នកដំណើរទៀតទេនាងងក់ក្បាលយឺតបាទខ្ញុំសុំតែប៉ុណ្ណឹងសូមប្រាប់កូនខ្ញុំថាម្ដាយមិនដែលបោះបង់កូនឡើយភ្លាមនោះសំឡេងឆ្កែលូពីចម្ងាយលាន់ឡើងជាបន្តបន្ទាប់ស្រមោលស្ត្រីនោះក៏ចាប់ផ្ដើមរសាត់បាត់ទៅក្នុងអាប់បន្សល់ទុកតែសំឡេងមួយចុងក្រោយថាឲ្យខ្ញុំសុំទៅផងកុំភ្លេចសន្យាជាមួយខ្ញុំវិសាស្ទុះឡើងជិះម៉ូតូចេញពីទីនោះទាំងចិត្តមិនស្ងប់គាត់មិនដឹងថាអ្វីដែលគាត់បានឃើញជាការពិតឬគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះទេព្រឹកឡើងវិសានៅតែមិនអាចបំភ្លេចសំឡេងនោះបានគាត់បានសួរអ្នកចាស់ក្នុងភូមិម្នាក់ក្នុងភូមិអំពីស្ត្រីដែលស្លាប់ក្បែរដើមគគីមនុស្សភាគច្រើនស្ងាត់ហាក់ដូចជាមិនចង់និយាយ
ទីបំផុតលោកតាម្នាក់ដកដង្ហើមធំរួចនិយាយថាកាលពី10ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះសុភានាងបានបាត់ខ្លួននៅយប់ភ្លៀងធ្លាក់ខ្លាំងអ្នកភូមិគិតថានាងរត់ចោលកូនតែសាកសពរបស់នាងមិនដែលមានអ្នករកឃើញឡើយពាក្យទាំងនោះធ្វើឲ្យវិសាភ្ញាក់ផ្អើលវាស្របនឹងអ្វីដែលខ្មោចបានប្រាប់គាត់លោកតាបានចង្អុលទៅផ្ទះចាស់មួយនៅចុងភូមិកូនប្រុសរបស់នាងឈ្មោះរិទ្ធីឥឡូវគេធំហើយតែគេនៅតែស្អប់ម្ដាយព្រោះគិតថាម្ដាយបោះបង់គេចោលនៅល្ងាចថ្ងៃនោះវិសាលបានទៅជួបរិទ្ធីដំបូងរិទ្ធីមិនព្រមជឿទេហើយនិយាយទាំងកំហឹងថាកុំមកនិយាយរឿងម្ដាយខ្ញុំបើគាត់ស្រឡាញ់ខ្ញុំមែនហេតុអ្វីគាត់មិនត្រឡប់មករកខ្ញុំវិសាលបានរៀបរាប់រឿងដែលបានជួបនៅក្រោមដើមគគីមួយពាក្យពេលឮដល់ប្រយោគចុងក្រោយខ្ញុំមិនបោះបង់កូនទេទឹកភ្នែករបស់រិទ្ធីក៏ហូរចុះយឺតគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាការពិតមិនដូចអ្វីដែលគាត់ធ្លាប់ជឿអស់រយៈពេលជាច្រើនឆ្នាំមកនេះទេមើលទៅប៉ុន្តែនៅយប់នោះមានរឿងចម្លែកមួយបានកើតឡើងនៅពីក្រោយបង្អួចមានសំឡេងមួយបានបន្លឺឡើងវិសាលនិងរិទ្ធីសម្លឹងមើលគ្នាទាំងភ័យខ្លាចសំឡេងស្ត្រីក្រៅបង្អួចដែលបន្លឺឡើងយឺតថាជួយខ្ញុំម្ដងទៀតខ្ញុំនៅមិនទាន់បានទៅកាន់ទីស្ងប់សុខទេវិសាលបើកទ្វារចេញក្រៅខ្យល់ត្រជាក់បក់ខ្លាំងស្លឹកឈើរស់រវើកនៅក្រោមដើមគគីគាត់បានឃើញស្រមោលស្ត្រីនោះឈរនៅស្ងៀមដៃម្ខាងចង្អុលទៅគុំស្មៅក្រាស់មួយនាងនិយាយទាំងសំឡេងញ័រថានៅទីនោះរាងកាយរបស់នាងនៅទីនោះព្រឹកឡើងវិសាបាននាំអ្នកភូមិនិងមេភូមិមួយចំនួនទៅកន្លែងនោះពួកគេជីកដីនៅក្រោមគុំស្មៅហើយក៏ប្រទះឃើញឆ្អឹងមនុស្សនិងខ្សែកមួយដែលមានបន្តោងអក្សរសុភាអ្នកភូមិទាំងអស់ស្ងាត់មាត់មិនហ៊ាននិយាយអ្វីទាំងអស់ពួកគេដឹងភ្លាមថាស្ត្រីដែលគេធ្លាប់ចោទថារត់ចោលកូនពិតជាបានស្លាប់នៅទីនោះមែនរិទ្ធីលុតជង្គង់យំហើយនិយាយទាំងសំឡេងញ័រថាម៉ែកូនសុំទោសកូនយល់ច្រឡំលើម៉ែអស់ជាច្រើនឆ្នាំភ្លាមនោះខ្យល់ត្រជាក់ក៏ឈប់បក់ពន្លឺព្រះអាទិត្យរះចាំងកាត់មែកឈើសមោស្ត្រីបានលេចឡើងជាលើកចុងក្រោយដោយទឹកមុខស្ងប់ស្ងាត់នាងញញឹមតិចហើយនិយាយថាអរគុណទីបំផុតខ្ញុំអាចទៅបានហើយស្រមោលនោះក៏រសាត់បាត់នៅក្នុងពន្លឺដោយមិនបានលេចមកម្ដងទៀតឡើយតែអ្នកភូមិចាស់ដែលនៅប្រាប់ថានៅយប់ភ្លៀងធ្លាក់ខ្លាំងបើអ្នកឆ្លងកាត់ដើមគគីនោះហើយឮសំឡេងខ្សឹបថាឲ្យខ្ញុំសុំទៅផងកុំភ័យខ្លាចពេកព្រោះប្រហែលវាគ្រាន់តែជាសំឡេងខ្យល់បក់កាត់មែកគគីឬប្រហែលជាព្រលឹងផ្សេងទៀតដែលមានបំណងមិនទាន់បានសម្រេច3 ខែបន្ទាប់ពីព្រលឹងសុភាទៅកាន់ទីស្ងប់សុខវិសាលគិតថាអ្វីបានបញ្ចប់ហើយជប់មួយគាត់ត្រូវដឹកអីវ៉ាន់ឆ្លងកាត់ដើមគគីម្ដងទៀតផ្លូវដែលស្ងាត់ដដែលមានសំឡេងសត្វយំនិងខ្យល់បក់តាមមែកឈើពេលជិះមកដល់កន្លែងចាស់ម៉ូតូរបស់គាត់ស្រាប់តែរលត់ដោយគ្មានមូលហេតុគាត់ចុះពិនិត្យម៉ូតូស្រាប់តែឮសំឡេងក្មេងតូចម្នាក់ខ្សឹបពីក្រោយថាពូឲ្យខ្ញុំសុំទៅផងវិសាលងាកក្រោយយ៉ាងលឿនមានក្មេងប្រុសម្នាក់ឈរស្លៀកខោអាវចាស់មុខស្លេកស្លាំងភ្នែកក្រហមហើយកាន់ប្រដាប់ក្មេងលេងដែលបាក់ពាក់កណ្ដាល
វិសាលសួរទាំងញ័រថាក្មួយចង់ទៅណាក្មេងនោះមិនឆ្លើយទេគេគ្រាន់តែលើកដៃចង្អុលទៅព្រៃងឹតក្បែរផ្លូវមួយរំពេចរូបក្មេងនោះក៏បាត់ទៅភ្លាមនោះម៉ូតូរបស់វិសាលក៏លិចក៏អាចបញ្ឆេះបានវិញដូចជាមិនធ្លាប់ខូចអ្វីទាំងអស់ថ្ងៃបន្ទាប់អ្នកភូមិចាប់ចាស់ម្នាក់បានប្រាប់គាត់ថាមិនមែនមានតែស្ត្រីនោះទេកាលពីជាងច្រើនឆ្នាំមុនក៏មានក្មេងប្រុសម្នាក់បាត់ខ្លួននៅទីនោះដែររហូតមកដល់សប្តាហ៍ថ្ងៃគ្មាននរណាអាចរកឃើញសាកសពរបស់គេឡើយវិសាលឈរស្ងៀមសម្លឹងទៅកាន់ដើមគគីធំគាត់ដឹងថារឿងនេះមិនទាន់ចប់ទេមួយសប្តាហ៍បន្ទាប់ពីបានជួបខ្មោចក្មេងប្រុសវិសាលនៅតែមិនអាចបំភ្លេចសម្លេងនោះបានគាត់សម្រេចចិត្តនាំអាចារ្យនិងអ្នកភូមិទៅធ្វើពិធីបាំងសុកូលនិងឧទ្ទិសកុសលដល់វិញ្ញាណដែលនៅតំបន់ដើមគគីនៅព្រឹកនោះធូបបានឆេះក្រអូបសូត្រធម៌សូត្របន្លឺឡើងយ៉ាងស្ងប់ស្ងាត់វិសាលលើកដៃសំពះហើយនិយាយថាបើវិញ្ញាណណាដែលមានទុក្ខលំបាកសូមទទួលយកកុសលនេះហើយសូមទៅកាន់ទីស្ងប់សុខភ្លាមនោះខ្យល់ត្រជាក់បានបក់កាត់ដើមគគីមួយរំពេចមនុស្សជាច្រើនបានឃើញស្រមោលក្មេងប្រុសតូចម្នាក់ឈរក្បែរដើមឈើហើយនៅក្បែរគេមានស្ត្រីម្នាក់ដែលមានទឹកមុខពោពេញដោយក្តីស្រឡាញ់ស្ត្រីនោះបានកាន់ដៃក្មេងប្រុសហើយងាកមកញញឹមដាក់វិសាលសំឡេងមួយបានបន្លឺឡើងជាលើកចុងក្រោយថាអរគុណពួកយើងលែងមានអ្វីជំពាក់ទៀតហើយបន្ទាប់មកស្រមោលទាំងពីរក៏រសាត់បាត់ទៅក្នុងពន្លឺព្រះអាទិត្យចាប់តាំងពីថ្ងៃនោះមកគ្មានអ្នកណាឮសំឡេងចម្លែកនៅក្របដើមគគីទៀតឡើយអ្នកដំណើរអាចឆ្លងកាត់ផ្លូវនោះដោយសុវត្ថិភាពហើយអ្នកភូមិបានសាងសង់សាលាតូចមួយនៅក្បែរដើមគគីដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតនៅទីនោះវិសាលតែងតែប្រាប់កូនចៅថាមនុស្សដែលបានស្លាប់មិនមែនសុទ្ធតែវិញ្ញាណអាក្រក់ទេអ្នកខ្លះគ្រាន់តែចង់ឲ្យការពិតត្រូវបានដឹងនិងចង់ឲ្យអ្នករស់នៅចងចាំពួកគេដោយក្តីមេត្តាប៉ុណ្ណោះរឿងខ្មោចសុំទៅផងក៏បានដល់ទីបញ្ចប់សូមអរគុណប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់រឿងឲ្យខ្ញុំសុំទៅផងរហូតដល់ទីបញ្ចប់បើពេញចិត្តការនិទានរបស់ខ្ញុំកុំភ្លេចចុច like ចុច share និង subscribe និងចុចរូបកណ្ដឹងដើម្បីកុំឲ្យខកខានរឿងនិទានខ្មោចថ្មីៗនៅភាគក្រោយបន្តទៀតសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាសូមជម្រាបលា